គ្នានៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបដែលយើងចាក់សោកុំឲ្យគេកែប្រែឬក៏លុបទិន្នន័យរបស់យើងបាទអញ្ចឹងនៅពេលដែលយើងចង់កែប្រែអត់បានទេឃើញទេវា load message មកពេលខ្ញុំចង់ចុចកែប្រែឬក៏លុបលើទិន្នន័យណាមួយនៅក្នុងតារាងហ្នឹងគឺលុបអត់បានទេបាទអូខេអញ្ចឹងដើម្បីយើងចាក់សោបានតើយើងចូលកន្លែងណាខ្លះអញ្ចឹងអ្នកទោសនេះអាចតាមដានវីដេអូនេះទាំងអស់គ្នាទិន្នន័យរបស់យើងគឺយើងអាចកែប្រែបានណាអញ្ចឹងពេលខ្ញុំចង់កែប្រែយើងអាចកែប្រែយើងអាចសរសេរអក្សរចូលបានណាបាទអញ្ចឹងដើម្បី lock វាយើង select មកបាទចង់ lock ប៉ុណ្ណា select ប៉ុណ្ណឹងទៅឥឡូវខ្ញុំចង់ lock ទាំងអស់បាទ lock ទាំងអស់ខ្ញុំ select លើតារាងរបស់យើងប៉ុណ្ណឹងមកហើយចុច mouse ស្ដាំមួយយក format cell បាទចុច format cell មកកន្លែង protection នេះយើងចុចកន្លែង lock នេះបាទគ្រីកន្លែង lock នេះមកហើយចុច OK មកបន្តមកទៀតអ្នកទាំងគ្នាមើលមកមនុយខាងស្ដាំនេះចុចកន្លែង review នៅខាងលើបាទចុច review ហើយមានពាក្យនេះ protect sheet អ្នកទាំងគ្នាចុច protect sheet ហ្នឹងមកបាទអញ្ចឹងវា load ឲ្យយើងវាយ password ហើយបាទដាក់ចង់ដាក់លេខ password ប្រហែលខ្ញុំដាក់1 2 3 4អញ្ចឹងណាបាទ1 2 3 4ទៅសេត្រូវ1 2 3 4ហើយចុច OK មកអញ្ចឹងវាឲ្យយើង confirm វា password ភាសាទៀត1 2 3 4បាទវាយភាសាទៀតមកអូខេអញ្ចឹងពេលដែលយើង log បានវានឹងចេញពី unprotected នេះមានន័យថាយើងបានចាក់សោហើយអញ្ចឹងដល់ពេលដែលយើងមកកែមើលអញ្ចឹងពេលខ្ញុំចង់កែអត់បានទេឃើញទេចង់យកមកដាក់នៅខាងលើនេះអត់បានទេឃើញទេអញ្ចឹងនៅក្នុងតារាងហ្នឹងគឺកន្លែងណាក៏យើងកែអត់បានដែរភាសាអីយើងបាន select ចាក់សោវាឲ្យអស់ហើយបាទឃើញទេអញ្ចឹងបើសិនជាយើងទុកទិន្នន័យនឹងចោលទុកតារាង Excel នឹងចោលអ្នកផ្សេងក៏អាចមានសិទ្ធិកែបានដែរណាអាចមានសិទ្ធិកែបានទេលុះត្រាតែយើងបានយើងអាចដោះសោបានអញ្ចឹងដើម្បីដោះសោចូលកន្លែងតារាងហ្នឹងមកនេះចុចកន្លែង unprotected ហ្នឹងមកហើយវាយ password យើងដោះវិញមក password របស់យើងមាន4 1 2 3 4 1 2 3 4ហើយ password យើងវិញមកអញ្ចឹងវាដោះសោវិញហើយបាទឃើញទេអញ្ចឹងវាអត់ចេញពី unprotected នេះអញ្ចឹងដើម្បីយើងចង់កែប្រែអាចកែប្រែបានឃើញទេបាទយើងចង់កែប្រែយើងអាចកែប្រែបានអត់មានបញ្ហាអីទេអូខេអញ្ចឹងវីដេអូចែកម្លែកខ្លីៗមានប៉ុណ្្នឹងទេបាទសូមអរគុណ